ខ្ញុំសូមបញ្ជាក់រឿងមួយដែលបើសិនមិញខ្ញុំនិយាយទៅមានការបកស្រាយច្រឡំរឿងការពង្រឹងគុណភាពអប់រំសាលាពេទ្យហើយឲ្យជំរឿសដែលពាក់ព័ន្ធខ្ញុំនិយាយរឿងជំរឿសនេះម្សិលមិញហ្នឹងខ្ញុំនិយាយអំពីការរៀនរឿងយក DES វិជ្ជាបណ្ឌិតបច្ចេកទេសដែលមិនចាំបាច់ទៅរៀន8ឆ្នាំដែលហើយអាច6ឆ្នាំទៅរៀនយក DES អញ្ចឹងបងប្អូនមួយចំនួនអ្នកសារព័ត៌មានគាត់បញ្យល់រឿង DES ឬមួយបច្ចេកទេសពេទ្យហ្នឹងគាត់បានសរសេរមិនសមមិញប្រពន្ធខ្ញុំបាញ់មកថាបងឯងនិយាយខ្ញុំស្ដាប់សារអត់ចឹងទេប៉ុន្តែសារព័ត៌មានចំនួនគាត់ច្រឡំប្រហែលជាគាត់អត់យល់រឿងពេទ្យគាត់បានដាក់ថានាយករដ្ឋមន្ត្រីផ្ដល់រូបមន្តពង្រឹងពេទ្យឲ្យរៀនត្រឹម6ឆ្នាំកុំឲ្យរៀន8ឆ្នាំអាហ្នឹងខុសហើយពង្រឹងគុណភាពពេទ្យត្រូវតែធ្វើហើយខ្ញុំសូមបញ្យល់ចេះបងប្អូនសារព័ត៌មានប្រហែលជាអត់យល់ពីក្របខ័ណ្ឌពេទ្យដើម្បីរៀនគឺមានបច្ចេកវិទ្យាគេថាវិជ្ជាបណ្ឌិតពីរប្រភេទវិជ្ជាបណ្ឌិតទូទៅគេ general និងវិជ្ជាបណ្ឌិតឯកទេសឧទាហរណ៍ឯកទេសកំពង់កឯកទេសសួតឯកទេសកាពះអញ្ចឹងពីមុនគេរៀន12ឆ្នាំរៀន8ឆ្នាំយកឯកទេសពេទ្យទូទៅហើយចប់ហើយបានទៅរៀនប្រឡង4ឆ្នាំទៀតរៀនយកឯកទេសជំនាញទៅជាវិជ្ជាបណ្ឌិតឯកទេសអញ្ចឹងរៀន12ឆ្នាំបានវិជ្ជាបណ្ឌិតទូទៅផងនិងវិជ្ជាបណ្ឌិតឯកទេសផងក្រោយមកមានការកែតម្រង់ឲ្យថាដល់អ្នកចង់ទៅរៀន4ឆ្នាំយកវិជ្ជាបណ្ឌិតឯកទេសមិនចាំបាច់រៀន2ឆ្នាំចុងក្រោយ2ឆ្នាំចុងក្រោយនេះគឺគេហៅថាកម្រិតគេថាឆ្នាំអាំងតែនឆ្នាំចុះស្តាដែលភាគច្រើនសម្រាប់វិជ្ជាបណ្ឌិតទូទៅរៀន6ឆ្នាំ2ឆ្នាំនេះគាត់ទៅចុះស្តានៅពេទ្យបូកជាមួយរៀនថ្នាក់មួយចំនួននៅសាលាអញ្ចឹងគេហៅឆ្នាំអាំងតែនអញ្ចឹងក៏មានការគិតគូរមួយចំនួនទៅថាបើគាត់ទៅរៀនឯកទេសគាត់មិនបាច់រៀន2ឆ្នាំនេះទេគាត់អាចរៀន6ឆ្នាំហើយគាត់ប្រឡងទៅចូលឯកទេសរៀន4ឆ្នាំទៅ10ឆ្នាំមិនមែន6ឆ្នាំទេដោយពិនិត្យវាយតម្លៃទៅឃើញថាអ្នកដែលរៀន10ឆ្នាំហើយ12ឆ្នាំនេះគឺអ្នកដែល10ឆ្នាំគាត់ខ្វះបទពិសោធន៍វាយតម្លៃទូទៅព្រោះ2ឆ្នាំចុងក្រោយនេះគឺថ្នាក់អន្តរចុះទៅពេទ្យតែម្ដងមើលពិនិត្យជំងឺវាយតម្លៃតែម្ដងមុននឹងបានជាដុកទ័រទូទៅអញ្ចឹងគាត់មានមូលដ្ឋានវិភាគហើយជំងឺជំនាញក៏ដោយបើគាត់វាយតម្លៃរោគសញ្ញាដំបូងมันអាចវាយតម្លៃថាអានឹងជំងឺជំនាញរបស់គាត់ទេគាត់វាយតម្លៃទូទៅសិនបាទมันអាចលើកលែងថាមានអ្នកនឹងវាយតម្លៃនៅពេទ្យឯកទេសទូទៅថាជំងឺកាពះបានជាមកពេទ្យកាពះតែអ្នកខ្លះទៅរកពេទ្យកាពះតែម្ដងអញ្ចឹងគាត់វាយតម្លៃគឺនៅខ្សោយកន្លែងហ្នឹងអញ្ចឹងហើយបានរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងនិងសាលាបច្ចុប្បន្នក៏គិតថាចង់យកអា12ឆ្នាំមកវិញបានន័យថាកុំចោលអា2ឆ្នាំនោះយើងបន្ថែម2ឆ្នាំវិញទៅហើយចាំបានវិជ្ជាបណ្ឌិតទូទៅឡើងចាំថែមទៅ DES វិញបានខ្ញុំប្រាប់ថាឥឡូវកុំអាលយកជំរឿសនឹងជាជំរឿសងាប់កាឡាតែមួយខ្ញុំសូមឲ្យពិចារណារកជំរឿសផ្សេងទៀតខ្ញុំក៏បានឲ្យយោបល់យកទៅពិចារណាមិនមែនបទបញ្ជាទេយកយោបល់ទៅពិចារណាថាឥឡូវគួរតែមានព្រោះឥឡូវនិស្សិតឥឡូវគាត់មានជំរឿស2មិនបាត់មួយទេបានន័យថាពីមុនមានតែមួយទេរៀន8ឆ្នាំហើយបានចប់8ឆ្នាំទៅរៀនឯកទេសឥឡូវគាត់មានជំរឿស2អ្នកណាចង់ទៅរៀនយកឯកទេសយកចំណេះវិជ្ជាបណ្ឌិតទូទៅ8ឆ្នាំហើយចប់ហើយទៅរៀនឯកទេសក៏បានអ្នកខ្លះគឺអត់ចាំបាច់ទៅរៀនយកវិជ្ជាបណ្ឌិតទូទៅ8ឆ្នាំរៀនតែ6ឆ្នាំតែអត់បានវិជ្ជាបណ្ឌិតទូទៅទេគាត់ទៅយកឯកទេសបានសញ្ញាបត្រតែមួយទេអ្នកខ្លះគាត់យកអាហ្នឹងព្រោះគាត់អត់តាំងទៅព្រោះអ្នកខ្លះពីមុនខ្លាចហួសក្របខ័ណ្ឌអីចឹងទៅបាទអញ្ចឹងអ្វីដែលខ្ញុំឲ្យជំរឿសនេះគឺថាគួររក្សាជំរឿស2ដដែលបើសិនជាយើងត្រឡប់ទៅកំឡងចាស់បានន័យថាយើងដកជំរឿស6ឆ្នាំចោលតែខ្ញុំថាគួរឲ្យរក្សាជំរឿសទី2ដដែលអាទី1វា perfect ហើយអ្នកដែលទៅ8ឆ្នាំហើយតែជំរឿសទី2នេះគួរពិចារណាជាជាងយើងឲ្យគាត់មកតែជំរឿសត្រូវតែរៀនថែម2ឆ្នាំយើងគួរឲ្យរក្សា6ឆ្នាំដដែលហើយទៅរៀនឯកទេស
4 ឆ្នាំតែយើងសុំយកនេះអាម៉ោង module ដែលយើងបង្រៀនអា2 ឆ្នាំចុងក្រោយជាមួយនឹង STAR នេះយើងយកមកពង្រាយនៅក្នុងអា4 ឆ្នាំគាត់រៀនឯកទេសអញ្ចឹងគាត់រៀនឯកទេសផងគាត់នឹងបានរៀនបន្ថែមទៀតអាចថែមចុងសប្តាហ៍ឬមួយអីទៅបាទដើម្បីរៀនបែបនេះបាទអានឹងស្មើនឹងគេគ្រាន់តែថារៀនយកអា10 ឆ្នាំនេះគឺ4 ឆ្នាំចុងក្រោយរៀនច្រើនជាងអ្នកដែលយក8 ឆ្នាំអញ្ចឹងគាត់មានជម្រើសបើចង់រៀន4 ឆ្នាំនេះថ្នាក់តិចរៀន8 ឆ្នាំទៅចប់ហើយចាំតែរៀនតែបើគាត់ថាអត់ទេខ្ញុំអត់ចង់ទៅអា12 ឆ្នាំនឹងទេខ្ញុំទៅ10 ឆ្នាំដដែលតែខ្ញុំត្រូវតែបើយកផ្លូវហ្នឹងខ្ញុំត្រូវតែរៀនច្រើនជាងអ្នកទៅ12 ឆ្នាំដោយសារ4 ឆ្នាំឯកទេសនេះត្រូវបន្ថែមម៉ោងដែលយើងយកអា2 ឆ្នាំចុងក្រោយនេះគឺយើងយក module ប្រមាណយកតែ module ដែលសំខាន់ដែលបំពន់គាត់កុំឲ្យបាត់នៅជំនាញចំណេះដឹងទូវិជ្ជាបណ្ឌិតវាយតម្លៃជំងឺទូទៅហ្នឹងថែមទាំងម៉ោងគេថា STAR ម៉ោងអីហ្នឹងអង្គតែហ្នឹងថែមចូលទៅក្នុងហ្នឹងតែម្ដងលៃម៉ោងយ៉ាងម៉េចទៅដើម្បីឲ្យចូលគ្នាក្នុង4 ឆ្នាំនេះគាត់បានទាំងពីរទាំងឯកទេសទាំងចំណេះដឹងទូទាំងពិគ្រោះយោបល់ទូទៅនឹងផងដែរដើម្បីបង្កើនគុណវុឌ្ឍឲ្យគាត់បាទរឿងឲ្យសញ្ញាបត្រ2ឲ្យសញ្ញាបត្រ1ឬមួយក៏យ៉ាងម៉េចឬមួយក៏យកជំរើសមួយណាគឺខ្ញុំឲ្យយោបល់ដើម្បីទៅពិចារណាក្នុងការគិតគូរជាមួយគណៈអប់រំគណៈវិទ្យាសាស្ត្រគណៈអីទៅបាទមិនមែនជាប័ណ្ណបញ្ជាទេខ្ញុំឲ្យជំរើសផ្ដល់យោបល់ពួកគាត់មកសុំយោបល់ខ្ញុំតើគួរតែទៅទេបាទខ្ញុំថាឥឡូវកុំបិទជំរើស2ហ្នឹងជំរើស12 ឆ្នាំនៅតែបើកដដែលហើយជំរើស10 ឆ្នាំនេះជាជាងយើងបិទត្រឡប់ទៅតែជំរើសទី1យើងសាកល្បងគិតគូរពិចារណាជ្រើសនេះមើលយើងនៅរក្សា10 ឆ្នាំដដែលតែយើងបន្ថែមអ្នកដែលយកជំរើសនេះរៀនច្រើនជាងអ្នកយក12 ឆ្នាំទៅសម្រាប់4 ឆ្នាំឯកទេសនេះថែមទាំង module និងការអង្គតែឬមួយ STAR បច្ចុប្បន្នដែលអាចធ្វើទៅបានក្នុងពេល4 ឆ្នាំនេះហែកចែកក្នុង4 ឆ្នាំនេះតែម្ដងហើយនេះគឺជាការផ្ដល់យោបល់របស់ខ្ញុំទៅវិញព្រោះខ្ញុំមិនមែនជំនាញខ្ញុំគ្រាន់តែផ្ដល់គោលការណ៍ឲ្យធ្វើម៉េចការបណ្ដុះបណ្ដាលសិស្សបណ្ដុះបណ្ដាលពេទ្យឲ្យមានគុណភាពសម្រាប់ការច្នៃប្រឌិតយ៉ាងណាកុំឲ្យបាត់គុណភាពហើយច្នៃប្រឌិតទៅហើយខ្ញុំឲ្យជំរើសពីនេះពិចារណាទៅបាទអញ្ចឹងសូមឲ្យក្រសួងសុខាភិបាលជាមួយគណៈវិទ្យាសាស្ត្រទាំងប្រមាណពិគ្រោះទៅជាមួយសាលាហើយគិតគូរទៅ